ពួកគេជាអ្នកផ្ដល់អាហារឲ្យយើងតែពួកគេបែរជាខ្វះខាតអាហារនិងត្រូវបានគេផាត់ចេញទៅវិញពួកគេដាំដំណាំស្បៀងឲ្យយើងតែពួកគេបែរជាត្រូវបានគេមិនអើពើនិងមើលរំលងនៅទូទាំងទ្វីបអាស៊ីកសិករខ្នាតតូចជាពិសេសស្ត្រីគឺជាឆ្អឹងខ្នងនៃប្រព័ន្ធស្បៀងអាហារក៏ប៉ុន្តែភាពក្រីក្រការប្រែប្រួលអាកាសធាតុនិងវិសមភាព gender រារាំងពួកគេមិនឲ្យទទួលបានផលប្រយោជន៍ពីអ្វីដែលពួកគេបានធ្វើយ៉ាងណាមិញការផ្លាស់ប្ដូរកំពុងកើតមានឡើងនៅក្នុងភូមិទូទាំងទ្វីបអាស៊ីដែលស្ត្រីកំពុងក្រោកឈរឡើងដឹកនាំអ្នកផលិតខ្នាតតូចបង្កើតក្រុមសន្សំនិងការកសាងសហគមន៍កសិកម្មដែលអាចកែប្រែសហគមន៍របស់ពួកគេឲ្យមានភាពប្រសើរឡើងនេះជាកម្មវិធីដែលអង្គការ Heifer អន្តរជាតិពង្រឹងសេដ្ឋកិច្ចក្នុងស្រុកគាំទ្រសហគមន៍កសិកម្មនិងផ្ដល់សិទ្ធិអំណាចដល់កសិករខ្នាតតូចនៅទ្វីបអាស៊ីពួកគេផ្ដល់អាហារដល់ប្រទេសជាតិពួកគេចិញ្ចឹមមនុស្សជំនាន់ក្រោយកសិករខ្នាតតូចនៅទ្វីបអាស៊ីធ្វើឲ្យប្រព័ន្ធស្បៀងអាហាររបស់ជាងបន្តដំណើរការតាមរយៈកិច្ចខិតខំប្រឹងប្រែងនិងដោយដៃរបស់ពួកគេផ្ទាល់ពួកគេមិនមែនដាំតែដំណាំប៉ុណ្ណោះទេពួកគេថែមទាំងបង្កើតក្តីសង្ឃឹមផងដែរក្នុងចំណោមកសិដ្ឋានចំនួន570លានកសិដ្ឋានលើពិភពលោកកសិដ្ឋានជាង475លានគឺកសិដ្ឋានខ្នាតតូចក្នុងនោះមាន 74% ស្ថិតនៅក្នុងទ្វីបអាស៊ីកសិករខ្នាតតូចនៅអាស៊ីជាពិសេសស្ត្រីប្រឈមមុខនឹងភាពស្រេកឃ្លានភាពក្រីក្រនិងភាពឯកោស្ត្រីពុំសូវមានសិទ្ធិក្នុងការបញ្ចេញមតិនិងធ្វើការសម្រេចចិត្តឡើយយុវជនធ្វើចំណាកស្រុកទៅទីក្រុងធំៗដើម្បីរកប្រាក់ចំណូលហើយការប្រែប្រួលអាកាសធាតុធ្វើឲ្យគ្រួសារកាន់តែមានភាពក្រីក្រទោះបីជាកសិករខ្នាតតូចខិតខំផ្ដល់អាហារដល់ពិភពលោកក៏ដោយក៏ពួកគេតែងតែត្រូវបានគេមើលរំលងសូម្បីតែក្នុងគ្រាលំបាកបំផុតក៏ដោយក៏ក្តីសង្ឃឹមនៅតែកើតមានឡើងបន្តិចម្ដងដែរខ្ញុំឈ្មោះដាញ់កូម៉ារីម៉ាហាតូខ្ញុំរស់នៅក្នុងហូបសេកតវ៉ាន់បេលូវ៉ាប្រទេសនេប៉ាល់ខ្ញុំជាអ្នកធ្វើការក្នុងវិស័យកសិកម្មខ្ញុំចិញ្ចឹមសត្វពពែនិងសត្វក្របីក្រៅពីនេះខ្ញុំក៏មានដាំបន្លែហើយនៅរដូវកាលដាំដុះខ្ញុំធ្វើស្រែនិងដាំពោតខ្ញុំធ្លាប់មានស្ថានភាពសេដ្ឋកិច្ចក្រីក្រខ្លាំងស្ទើរតែគ្មានប្រាក់តែម្ដងដំបូងឡើយស្វាមីរបស់ខ្ញុំគាត់នៅផ្ទះដល់ក្រោយមកគាត់ក៏បានទៅធ្វើការនៅក្រៅប្រទេសតែរកចំណូលបានតែបន្តិចបន្តួចប៉ុណ្ណោះកាលនោះខ្ញុំមិនចេះរកចំណូលដល់ខ្លួនឯងឡើយយើងត្រូវខ្ចីប្រាក់ពីអ្នកចងការដើម្បីយកមកផ្គត់ផ្គង់គ្រួសារសូម្បីតែទិញរបស់ទូចតាចក៏ខ្ញុំត្រូវសុំលុយពីអ្នកដទៃដែរខ្ញុំធ្លាប់គិតថាខ្លួនឯងជាសត្វសង្កើយរស់នៅដោយពឹងផ្អែកលើអ្នកដទៃព្រោះខ្ញុំពឹងផ្អែកលើស្វាមីទាំងស្រុងក្រោយពេលបានចូលរួមជាមួយនឹងក្រុមអង្គការ Heifer និងបានរៀនពីរបៀបរកប្រាក់ដោយខ្លួនឯងហើយខ្ញុំឧស្សាហ៍នឹកដល់ការពីមុនណាស់ឥឡូវនេះខ្ញុំមិនចាំបាច់សុំលុយពីស្វាមីទៀតទេខ្ញុំរកប្រាក់តាមរយៈជំនាញដែលខ្ញុំបានរៀននិងអាជីវកម្មកសិកម្មដែលខ្ញុំបានបង្កើតខ្ញុំអាចទ្រទ្រង់គ្រួសាររបស់ខ្ញុំជាមួយនឹងប្រាក់ចំណូលទាំងនោះអង្គការ Heifer អន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ1944ដោយលោក Denver ជាកសិករនិងជាបុគ្គលិកជួយសង្គ្រោះដែលបានយល់ឃើញថាការជូនគោមួយក្បាលដល់គ្រួសារដែលត្រូវបានគេផាត់ចេញពីសង្គមអាចធ្វើឲ្យមានការផ្លាស់ប្ដូរយូរអង្វែងជាងការជូនទឹកដោះគោមួយកែវដល់ពួកគេសប្តាហ៍នេះអង្គការ Heifer ប្រតិបត្តិការនៅក្នុងប្រទេសចំនួន19នៅទូទាំងទ្វីបអាស៊ីអាហ្វ្រិកអាមេរិកជាមួយនឹងបេសកកម្មបញ្ចប់ភាពស្រេកឃ្លាននិងភាពក្រីក្រស្របពេលដែលផ្ដោតការយកចិត្តទុកដាក់ថែរក្សាភពផែនដីអង្គការ Heifer គាំទ្រដល់កសិករខ្នាតតូចជាពិសេសស្ត្រីនិងយុវជនតាមរយៈការផ្ដល់ជូនសាច់ចិញ្ចឹមជំនួយផ្នែកកសិកម្មនិងការបណ្ដុះបណ្ដាលដើម្បីកសាងជីវភាពរស់នៅប្រកបដោយនិរន្តរភាពសប្តាហ៍នេះកិច្ចការងាររបស់អង្គការ Heifer នៅតែបន្តមានឥទ្ធិពលនៅទូទាំងអាស៊ីដូចជាប្រទេសបង់ក្លាដេសកម្ពុជាឥណ្ឌានិងនេប៉ាល់ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលដឹកនាំដោយសហគមន៍ក្នុងស្រុករបស់អង្គការ Heifer អង្គការបានបង្កើតនឹងការគាំទ្រដល់អ្នកផលិតខ្នាតតូចភាគច្រើនក្រុមសន្សំដឹកនាំដោយស្ត្រីដែលក្រុមទាំងនេះជាច្រើនបានរួមគ្នាបង្កើតទៅជាសហគមន៍កសិកម្មនិងមជ្ឈមណ្ឌលអាជីវកម្មគម្រោងនេះបង្កើតមូលធនសង្គមពង្រឹងប្រព័ន្ធស្បៀងអាហារនិងជួយកសិករខ្នាតតូចឲ្យរកប្រាក់ចំណូលចិញ្ចឹមជីវិតលទ្ធផលសំខាន់នៃវិធីសាស្ត្រនេះគឺការផ្លាស់ប្ដូរសង្គមការពង្រឹងអំណាចសេដ្ឋកិច្ចនិងនិរន្តរភាពបរិស្ថានដែលជះឥទ្ធិពលជាវិជ្ជមានដល់មនុស្សភពផែនដីនិងវិបលភាពដូច្នេះនៅពេលដែលយើងនិយាយអំពីការផ្លាស់ប្ដូរជាក់ស្ដែងនៅក្នុងសហគមន៍ជនបទអាស៊ីការផ្លាស់ប្ដូរនេះគឺចាប់ផ្ដើមពីកសិករខ្នាតតូចពិសេសស្ត្រី
ប្រកាសណាយើងបានឃើញកសិករទាំងនេះមករួមគ្នាបង្កើតទៅជាក្រុមសន្សំជាសហគមន៍កសិកម្មហើយអ្វីពិតជាបានចាប់ផ្ដើមផ្លាស់ប្ដូរយើងបានឃើញថាពួកគេក្លាយជាមនុស្សមានទំនុកចិត្តមានសិទ្ធិបញ្ចេញមតិនិងចរចាជាមួយភាគីពាក់ព័ន្ធការផ្លាស់ប្ដូរទាំងនេះមិនមែនមានផលប្រយោជន៍សម្រាប់តែជីវិតនិងជីវភាពរស់នៅរបស់ពួកគេនោះទេតែវាមានឥទ្ធិពលលើសហគមន៍ទាំងមូលហើយវាមិនត្រឹមតែលើវិស័យកសិកម្មប៉ុណ្ណោះទេសហគមន៍កសិកម្មគឺជាអង្គការដ៏មានឥទ្ធិពលដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី1និងទី2នៅពេលកសិករធ្វើការជាក្រុមជាមួយអង្គការពួកគេអាចធានាថាកសិករទទួលបានតម្លៃសមរម្យនិងធានាបាននៅការអនុវត្តល្អនៅលើទីផ្សារហើយវាជួយឲ្យកសិករទទួលបានប្រាក់ចំណូលដ៏សមរម្យផងដែរពេលនោះហើយគឺជាពេលដែលប្រព័ន្ធស្បៀងអាហារចាប់ផ្ដើមមានការប្រែប្រួលនៅតាមជនបទនៃតំបន់អាស៊ីដែលប្រពៃណីជាច្រើនធ្វើឲ្យស្ត្រីត្រូវបានគេមើលរំលងសហគមន៍កសិកម្មកំពុងតែកែប្រែស្ថានភាពនេះឥឡូវនេះស្ត្រីជាអ្នកដឹកនាំសហគមន៍កសិកម្មគណៈកម្មាធិការហិរញ្ញវត្ថុនិងផ្ដល់ការបណ្ដុះបណ្ដាលដល់កសិករដទៃទៀតនៅពេលដែលស្ត្រីកាន់តែមានទំនុកចិត្តសហគមន៍ទាំងមូលកាន់តែមានភាពរីកចម្រើននៅពេលស្ត្រីដឹកនាំសហគមន៍រីកចម្រើនចាជំរាបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំឈ្មោះប៉ៅមុំជាប្រធានសហគមន៍កសិកម្មរីកចម្រើនទួលអំពិលកាលពីនាងខ្ញុំចាប់ផ្ដើមដំបូងនៅឆ្នាំ2017សហគមន៍ខ្ញុំចាប់ផ្ដើមដំបូងមានសមាជិកចំនួន68នាក់បច្ចុប្បន្ននេះសហគមន៍ខ្ញុំក៏កើនឡើងបានចំនួនសមាជិកកាន់តែច្រើនសារខ្ញុំស្ម័គ្រចិត្តនេះខ្ញុំសប្បាយចិត្តនិងខ្ញុំចង់ជួយដល់កសិករនិងប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងតំបន់ខ្ញុំនេះឲ្យមានការងារធ្វើកុំឲ្យចំណាក់ស្រុកក្នុងតំបន់ខ្ញុំនៅក្នុងសហគមន៍ខ្ញុំការរីកចម្រើនសប្តាហ៍នេះមានការបង្កើនក្រុមទី1បង្កើនក្រុមសន្សំទី2យើងបង្កើនក្រុមផលិតមានមន់មានបន្លែដល់សមាជិកទាំងអស់ហើយគាត់ក៏សប្បាយចិត្តចង់ធ្វើការងារទាំងអស់នោះដើម្បីជួយកាត់បន្ថយនឹងភាពក្រីក្រកសិករខ្នាតតូចបានធ្វើការនៅកម្រិតដ៏ទាបក្នុងប្រព័ន្ធអាហារយូរណាស់មកហើយអង្គការ Helfer ជួយសហគមន៍កសិកម្មដោយតភ្ជាប់កសិករទៅនឹងទីផ្សារនិងសេវាកម្មហិរញ្ញវត្ថុពីអ្នកលក់រាយនិងអ្នកបោះដុំក្នុងស្រុកទៅកាន់វេទិកាពាណិជ្ជកម្មទំនើបនិងអ្នកទិញនៅក្រៅប្រទេសសមាហរណកម្មទីផ្សារនេះមិនត្រឹមតែធ្វើឲ្យកសិករខ្នាតតូចបង្កើនផលិតកម្មប៉ុណ្ណោះទេថែមទាំងអាចឲ្យពួកគេរកចំណូលផ្គត់ផ្គង់ជីវភាពដោយការលក់ផលិតផលរបស់ពួកគេទៅឲ្យអ្នកប្រើប្រាស់បានកាន់តែច្រើនខ្ញុំគ្រាន់តែជាស្ត្រីដែលរស់នៅក្នុងភូមិធម្មតាម្នាក់ខ្ញុំធ្លាប់រស់នៅដោយជីវភាពសាមញ្ញយើងបានចូលរួមជាមួយនឹងអង្គការ Helfer អស់រយៈពេលជិត2ឆ្នាំមកហើយក្រោយពេលខ្ញុំបានចូលរួមជាមួយនឹងអង្គការនេះហើយកម្រិតជីវភាពរបស់ខ្ញុំបានប្រសើរឡើងបន្តិចម្ដងកាលពីមុនយើងត្រូវចំណាយប្រាក់ជាច្រើនលើការប្រមូលផលនិងដឹកបន្លែទៅលក់តាមឡានដឹកជញ្ជូនប៉ុន្តែឥឡូវនេះអ្នកទិញចុះមកយកបន្លែដោយផ្ទាល់ដូច្នេះហើយការចំណាយបានថយចុះកសិករទទួលបានប្រាក់ចំណេញកាន់តែច្រើនពួកគេក៏កាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងហើយពេលពួកគេឃើញប្រាក់ចំណេញខ្ពស់ពួកគេនឹងចាប់ផ្ដើមគិតអំពីការបង្កើនផលិតកម្មអង្គការ Helfer នៅអាស៊ីរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់នូវជំនាញនិងធនធានដល់កសិករខ្នាតតូចឲ្យអនុវត្តតាមការអនុវត្តកសិកម្មកើតឡើងវិញនិងការអនុវត្តកសិកម្មវៃឆ្លាតខាងអាកាសធាតុការអនុវត្តនេះបង្កើនប្រសិទ្ធភាពកសិកម្មសេដ្ឋកិច្ចកសិដ្ឋាននិងសុខភាពបរិស្ថានសហគមន៍កសិកម្មដើរតួនាទីជាមជ្ឈមណ្ឌលគាំទ្រគំនិតផ្ដួចផ្ដើមទាំងនេះដោយផ្ដល់សេវាកម្មសំខាន់ៗនាងខ្ញុំឈ្មោះ Savita Singh ជាប្រធានក្រុមហ៊ុន Maduga Devi Product Company មុនពេលបើកក្រុមហ៊ុនការចិញ្ចឹមពពែនិងមាន់របស់យើងខ្វះការអនុវត្តគ្រប់គ្រងសត្វឲ្យបានត្រឹមត្រូវយើងខិតខំធានានៅតម្លៃឲ្យសមរម្យដល់អ្នកទិញរបស់យើងគម្រោងរបស់អង្គការ Helfer បានជួយយើងដោយការណែនាំអំពីការអនុវត្តការគ្រប់គ្រងសត្វឲ្យមានភាពប្រសើរឡើងវត្តមានរបស់សហគ្រិនសុខភាពសត្វសហគមន៍ខេត្តដែលចុះមកចាក់វ៉ាក់សាំងនិងទម្លាក់សត្វល្អិតឲ្យបសុសត្វនៅក្នុងភូមិនីមួយៗបានធ្វើឲ្យចំនួនបសុសត្វកើនឡើងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកទីផ្សារយើងបានបង្កើតក្រុមហ៊ុនផលិតផលកសិករ
នៅថ្ងៃទី1ខែមិថុនាឆ្នាំ2016តាមរយៈគំនិតនេះសមាជិករបស់យើងបានចាប់ផ្ដើមលក់ផលិតផលដោយគិតជាទម្ងន់ទទួលបានតម្លៃសមរម្យនិងការទូទាត់បានទាន់ពេលវេលានៅទូទាំងអាស៊ីសហគមន៍កសិកម្មកំពុងតែកែប្រែស្ថានភាពនៅតំបន់ជនបទពួកគេកំពុងបង្កើតការងារពង្រីកលទ្ធភាពទទួលបានទីផ្សារនិងជំនួយហិរញ្ញវត្ថុពង្រឹងសមត្ថភាពការចរចារបស់កសិករបំបែកបទដ្ឋាន gender និងបង្វែរការបាត់បង់ទៅជាឱកាស សួស្តីខ្ញុំចាំថាចាឲ្យមកដល់បច្ចុប្បន្ននេះខ្ញុំបានត្រូវបានគេជ្រើសរើសឲ្យខ្ញុំខ្លាយទៅជាប្រធានសហភាពសហគមន៍សហគ្រិនអភិវឌ្ឍសង្គមដែលបោះឆ្នោតជាប់ថ្មីហើយយើងមានសហគមន៍កសិកម្មដែលជាសមាជិករបស់សហភាពហ្នឹងចំនួន22សហគមន៍កសិកម្មនិងក្រុមហ៊ុនឯកជនមួយមកដល់ពេលនេះសមាជិកដែលជាសមាជិករបស់សហភាពរបស់យើងមាន12000គ្រួសារដែលជាកសិករសប្តាហ៍នេះសកម្មភាពរបស់សហភាពយើងដែលហៅកាត់ថា CX ហ្នឹងយើងកំពុងតែធ្វើរឿង3ទី1គឺធ្វើផែនការយុទ្ធសាស្ត្រដែលយើងកំពុងតែធ្វើបានរួចរាល់ទី2យើងធ្វើផែនការអាជីវកម្មទី3គឺយើងធ្វើគោលនយោបាយទាក់ទងនឹងការគ្រប់គ្រងមានរដ្ឋបាលហិរញ្ញវត្ថុធនធានមនុស្សឬក៏សេដ្ឋកិច្ចហ្នឹងចានៅក្នុងផែនការយុទ្ធសាស្ត្រនោះយើងមានធ្វើជាចក្ខុវិស័យជាបេសកកម្មជាគោលដៅយុទ្ធសាស្ត្ររបស់យើងហើយក៏យើងមានគោលបំណងធំៗចំនួន4ដែលនៅក្នុងគោលបំណងនោះវាមានសកម្មភាពតូចច្រើននៅក្នុងហ្នឹងដែលសម្រាប់យើងជួយនៅលើផែនការអភិវឌ្ឍរបស់សហគមន៍កសិកម្មដែលជាសមាជិករបស់ CX នៅក្នុងឆ្នាំ2025ដែលជាឆ្នាំប្រារព្ធទិវាអន្តរជាតិសហគមន៍សហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិអង្គការ HIFER និងសម្ព័ន្ធសហគមន៍សហប្រតិបត្តិការអន្តរជាតិនៅអាស៊ីប៉ាស៊ីហ្វិកបានបើកយុទ្ធនាការមួយដែលមានឈ្មោះថាកម្លាំងគ្រាប់ពូជដែលពង្រឹងអំណាចរបស់សហគមន៍កសិករនៅអាស៊ីយុទ្ធនាការនេះអំពាវនាវឲ្យមនុស្សគ្រប់រូបវិនិយោគលើអ្នកផលិតខ្នាតតូចដែលដឹកនាំដោយកសិករដើម្បីអនាគតប្រកបដោយភាពធន់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកយើងបានឃើញថារដ្ឋាភិបាលបានចាប់ផ្ដើមទទួលស្គាល់ឥទ្ធិពលរបស់អ្នកផលិតខ្នាតតូចដែលដឹកនាំដោយកសិករនិងសហគមន៍កសិកម្មហើយគោលនយោបាយគាំទ្រកំពុងជួយដល់កសិករក្នុងការរៀបចំក្រុមដោយប្រើធនធានរបស់ពួកគេនិងបង្កើនអំណាចសមូហភាពរបស់ពួកគេក្នុងការចរចាជាពិសេសពាក់ព័ន្ធនឹងទីផ្សារឃ្លាំងស្តុកផលិតផលនិងការទទួលបានឥណទានគំនិតព្រួយផ្ដើមនានាដូចជាសេវាកម្មផ្ដល់ព័ត៌មានអំពីកសិកម្មតាមប្រព័ន្ធ Digital កសិកម្មដែលមានភាពធន់នឹងភពផែនដីទំនាក់ទំនងផ្ទាល់ជាមួយនឹងខ្សែសង្វាក់តម្លៃនិងនវានុវត្តន៍នៃបច្ចេកវិទ្យាកំពុងជួយផ្លាស់ប្ដូរសហគមន៍ជនបទឲ្យសម្របខ្លួនទៅនឹងបរិស្ថានដែលមានការផ្លាស់ប្ដូរឥតឈប់ឈរយើងឃើញថាសហព័ន្ធជាតិនានាក្នុងតំបន់កំពុងប្រើគោលនយោបាយទាំងនេះដើម្បីបង្កើនប្រព័ន្ធស្បៀងអាហារប្រកបដោយបរិយាបន្ននិងនិរន្តរភាពសហព័ន្ធកំពុងធ្វើការជាមួយយុវជនស្ត្រីនិងសហគមន៍ជនជាតិដើមភាគតិចដើម្បីបំលែងវិស័យកសិកម្មទៅជាឧបករណ៍អភិវឌ្ឍមួយដ៏មានភាពធន់និងដឹកនាំដោយសហគមន៍កសិកម្មអង្គការ HIFER ជឿជាក់ថាដើម្បីលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ននិងពង្រឹងប្រព័ន្ធស្បៀងអាហារនិងភាពធន់របស់សហគមន៍កសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនិងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ2030សេវាគឺជាអង្គការមិនមែនរដ្ឋាភិបាលដែលមានសហគមន៍កសិកម្មជាច្រើនដែលដឹកនាំដោយស្ត្រីមកពីទូទាំងប្រទេសនេប៉ាល់ជាសមាជិករបស់ខ្លួនដើម្បីពង្រឹងសហគ្រាសដែលដឹកនាំដោយស្ត្រីបង្កើនបរិមាណផលិតកម្មនិងផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់ទីផ្សារជាតិនិងអន្តរជាតិសេវាមានសារៈសំខាន់ណាស់ការបង្កើនវិនិយោគនៅក្នុងសហគ្រាសដែលដឹកនាំដោយស្ត្រីគឺជាចំណុចសំខាន់ផងដែរដើម្បីពង្រឹងសហគ្រាសរបស់ពួកគេនិងធានាថាប្រាក់ចំណេញបានទៅដល់សមាជិកសហគមន៍កសិកម្មសហគ្រាសដែលដឹកនាំដោយស្ត្រីនិងផលិតផលរបស់ពួកគេមានវត្តមាននៅទូទាំងប្រទេសហើយសេវាបានផ្ដល់នូវជំនាញនិងចំណេះដឹងដល់សហគមន៍កសិកម្មទាំងនេះដើម្បីអភិវឌ្ឍផលិតផលរបស់ពួកគេឆ្ពោះទៅមុខនិងបង្ហាញផ្លូវពួកគេទៅកាន់ភាពជោគជ័យអង្គការ HIFER បានជួយគាំទ្រដល់ពួកគេក្នុងដំណើររបស់យើងចាប់តាំងពីការបង្កើតឡើងដំបូងជាក្រុមសន្សំរហូតក្លាយទៅជាសហគមន៍កសិកម្មហើយឥឡូវនេះក្លាយទៅជាសមាជិករបស់សេវាអង្គការនេះផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់យើងផ្ដល់ការបណ្ដុះបណ្ដាលដល់យើងតាមវិធីផ្សេងៗនិងកសាងសមត្ថភាពរបស់យើងដើម្បីសម្រេចបានជោគជ័យនិងនាំមុខគេនៅក្នុងគ្រប់វិស័យនៅក្នុងសាច់រឿងទាំងអស់នេះមានបង្កប់នូវគុណតម្លៃរួមដូចជាភាពក្លាហានសហគមន៍និងការបដិញ្ញាចិត្តវាជាចលនាមួយដែលចាក់ឫសគល់នៅក្នុងសមធម៌ដែលមានគោលបំណងកែប្រែប្រព័ន្ធស្បៀងអាហាររបស់យើងសម្រាប់មនុស្សជំនាន់ក្រោយៗពេលនេះគឺជាពេលវេលាដែលយើងត្រូវចាត់ទុកសហគមន៍កសិកម្មជាចំណុចសំខាន់នៃការកែប្រែប្រព័ន្ធស្បៀងអាហាររបស់យើងនៅទូទាំងអាស៊ីសហគមន៍កសិកម្មកំពុងបង្ហាញភស្តុតាងថាសហគមន៍ទាំងនេះគឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរសង្គមការពង្រឹងអំណាចសេដ្ឋកិច្ចនិងការគ្រប់គ្រងបរិស្ថានស
សហគមន៍កសិកម្មទាំងនេះមិនមែនគ្រាន់តែជាក្រុមមនុស្សប៉ុណ្ណោះទេសហគមន៍កសិកម្មទាំងនេះគឺជាចលនាដែលបង្កើតសម្លេងទីភ្នាក់ងារឱកាសសម្រាប់កសិករខ្នាតតូចជាពិសេសស្ត្រីប៉ុន្តែអស់រយៈពេលជាយូរមកហើយកសិករទាំងនេះនៅតែត្រូវបានគេមើលរំលងពួកគេដាំដុះស្បៀងអាហារដែលចិញ្ចឹមដល់មនុស្សទូទាំងពិភពលោកប៉ុន្តែពួកគេបែរជាត្រូវបានគេផាត់ចេញពីប្រព័ន្ធនិងការសម្រេចចិត្តដែលកំណត់អនាគតរបស់ពួកគេនៅអង្គការ Heifer អន្តរជាតិយើងជឿថាចំណុចនេះត្រូវតែផ្លាស់ប្ដូរតាមរយៈការងាររបស់យើងនៅអាស៊ីយើងកំពុងពង្រឹងអំណាចសមូហភាពកសិករគាំទ្រកសិកម្មកើតឡើងវិញពង្រីកលទ្ធភាពទទួលបានទីផ្សារនិងហិរញ្ញវត្ថុនិងការបង្កើតគោលនយោបាយដែលលើកកម្ពស់សមធម៌និងភាពធន់ពួកគេជាអ្នកផ្ដល់ស្បៀងអាហារដល់យើងជារៀងរាល់ថ្ងៃឥឡូវនេះដល់វេនដែលយើងត្រូវបង្កើតប្រព័ន្ធស្បៀងអាហារដែលមានភាពធន់លុបបំបាត់វិសមភាពដែលដឹកនាំដោយកសិករដោយមានការគាំទ្រពីសហគមន៍កសិកម្មយើងរួមគ្នាបង្កើតអនាគតមួយដែលគ្មានអ្នកណាម្នាក់ត្រូវបានទុកចោលសូមចូលរួមជាមួយយើងក្នុងការពង្រឹងអំណាចរបស់សហគមន៍កសិករ